សួស្តីអ្នកនរស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំសម្រាប់ការចែករំលែកពីរបៀបនៃការថតរូបជាមួយនឹងកាមេរ៉ារបស់អ្នកមិនថាអ្នកទើបតែចាប់ផ្ដើមឬក៏ចង់ពង្រឹងជំនាញសម្រាប់ការថតរូបរបស់អ្នកនេះជាវីដេអូដែលមានប្រយោជន៍បំផុតសម្រាប់អ្នកមុនពេលយើងចូលទៅកាន់វិធានបទថ្ងៃនេះសូមជួយ like share និង follow ដើម្បីកុំឲ្យខកខានវីដេអូថ្មីៗទៀតតើ exposure ជាអ្វី exposure គឺជាមូលដ្ឋានគ្រឹះក្នុងការថតវាសំដៅទៅលើចំនួនពន្លឺដែលចូលទៅក្នុង sensor កាមេរ៉ារបស់អ្នកការគ្រប់គ្រង exposure បានល្អវាធ្វើឲ្យអ្នកបង្កើតបានរូបភាពដែលមានគុណភាពដែលវាមិនភ្លឺពេកនិងមិនងងឹតពេកមុខងារ3សំខាន់ដើម្បីកំណត់ exposure 1. Aperture កំណត់ពន្លឺចូលទៅក្នុងការ lens របស់កាមេរ៉ា 2. Shutter speed គ្រប់គ្រងរយៈពន្លឺដែលចូលទៅក្នុង sensor របស់កាមេរ៉ា 3. ISO កែតម្រូវភាពប្រែប្រួលពន្លឺរបស់កាមេរ៉ាគុំបារម្ភនៅក្នុងវីដេអូបន្ទាប់យើងនឹងស្វែងយល់ឲ្យកាន់តែស៊ីជម្រៅអំពីនៃការកំណត់ Aperture, Shutter Speed និង ISO សូមរងចាំតាមដាននៅវីដេអូបន្ទាប់ហើយ Exposure មានសារៈសំខាន់សម្រាប់អ្នកថតរូបការគ្រប់គ្រង Exposure គឺមានសារៈសំខាន់ដើម្បីចាប់យករូបភាពដែលមានគុណភាពខ្ពស់បើអ្នកកំណត់ពន្លឺខ្លាំងពេកធ្វើឲ្យរូបភាពមើលទៅ over exposure ឬក៏ភ្លឺជ្រុលពេកតែបើអ្នកកំណត់ពន្លឺតិចពេកអាចធ្វើឲ្យរូបភាពរបស់អ្នក under exposure ឬក៏ងងឹតពេកនៅពេលដែលអ្នកថតរូបគ្រប់គ្រងពន្លឺបានល្អត្រឹមត្រូវនោះអ្នកនឹងទទួលបានរូបភាពដែលស្អាតជាមួយនឹង detail ច្បាស់លាស់ការយល់ដឹងពីរបៀបកែតម្រូវ aperture, shutter speed និង ISO វាធ្វើឲ្យអ្នកគ្រប់គ្រងរូបថតរបស់អ្នកដែលកំពុងតែថតប្រកបដោយភាពច្នៃប្រឌិតលើរូបថតរបស់អ្នកវីដេអូនេះបានមកដល់ទីបញ្ចប់ហើយសូមអរគុណសម្រាប់ការទស្សនាហើយខ្ញុំសង្ឃឹមថាវីដេអូនេះមានប្រយោជន៍ដល់អ្នកដែលទើបតែរៀនថតថ្មីជួបគ្នានៅវីដេអូក្រោយ